លោកអ្នកបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំផ្ទាល់ចង់អញ្ជើញលោកអ្នកបងប្អូនទាំងអស់គ្នាចូលរួមជាមួយនឹងការចម្រើនឡើងខាងជីវិតខាងវិញ្ញាណជាមួយព្រះអង្គតាមរយៈការតបមហាលោកអ្នកបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំពិតជាលើកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាចូលរួមតបមហាលោកអ្នកបងប្អូនអាចតបមហាក្តីតបអីក៏បានដែរដើម្បីឲ្យយើងចាប់ផ្ដើមឆ្នាំថ្មីខែមួយនេះជាមួយនឹងការអធិដ្ឋានជាមួយនឹងការស្វែងរកព្រះអង្គជឿថាព្រះអង្គនឹងធ្វើការក្នុងជំរឿចិត្តរបស់យើងជឿថាឆ្នាំនេះបើព្រះអង្គគង់នៅជាមួយយើងហើយគ្មាននរណាអាចតបប្រឆាំងនឹងយើងបាននោះឡើយការតមហាជាការបដិញ្ញាចិត្តមួយថ្វាយទៅកាន់ព្រះអង្គដោយជឿថាព្រះជាម្ចាស់នឹងធ្វើការក្នុងយើងព្រះជាម្ចាស់នឹងបំផ្លាស់បំប្រែជីវិតរបស់យើងនៅក្នុង21ថ្ងៃដែលខ្ញុំនិងក្រុមអ្នកដឹកនាំយុវជនរបស់យើងបងប្អូនដទៃផ្សេងទៀតនឹងចូលរួមជាមួយគ្នាថ្ងៃនេះផ្ទាល់ជាថ្ងៃទី1ខ្ញុំលើកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាតមហាហើយថ្ងៃនេះយើងជ្រើសរើសប្រធានបទមួយយើងថ្វាយទៅកាន់ព្រះអង្គគឺការចុះចូល surrender ការចុះចូលជឿជាក់ថានៅក្នុងជីវិតរបស់យើងពីឆ្នាំ2025មកក្នុងឆ្នាំថ្មីក្តីយើងតែងតែមានកិច្ចការមួយយើងចង់គ្រប់គ្រងចង់ធ្វើដល់ខ្លួនឯងប៉ុន្តែក្នុងអត្ថបទគម្ពីរព្រះអង្គជំរុញយើងព្រះអង្គឲ្យយើងទុកចិត្តព្រះអង្គឲ្យយើងរស់នៅជីវិតដែលអនុញ្ញាតឲ្យព្រះអង្គសោយរាជ្យក្នុងជីវិតរបស់យើងខ្ញុំអត់ដឹងថាលោកអ្នកបងប្អូនទាំងអស់គ្នាមានអីខ្លះក្នុងជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាតែខ្ញុំលើកទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាថ្វាយទៅកាន់ព្រះអង្គចុះចូលជាមួយព្រះអង្គអនុញ្ញាតឲ្យព្រះអង្គសោយរាជ្យក្នុងជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថានៅពេលដែលយើងស្វែងរកព្រះអង្គអស់ពីចិត្តអស់ពីគំនិតរបស់យើងព្រះអង្គនឹងធ្វើការអស្ចារ្យក្នុងជីវិតលោកអ្នកបងប្អូនទាំងអស់គ្នានិងខ្ញុំផងដែរលោកអ្នកបងប្អូនទាំងអស់គ្នា one touch from the Lord changes everything ថ្ងៃនេះយប់នេះអនុញ្ញាតឲ្យព្រះអង្គប៉ះពាល់ជំរឿដួងចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាការប៉ះពាល់ម្ដងពីព្រះអង្គនឹងបំផ្លាស់បំប្រែជីវិតលោកអ្នកបងប្អូនទាំងស្រុងផងដែរដូច្នេះថ្ងៃនេះមិនថាលោកអ្នកបងប្អូនជ្រើសរើសតមហាក្តីតម Facebook តមអីផ្សេងដែលលោកអ្នកបងប្អូនធ្វើគឺដើម្បីថ្វាយស្រីល្អទៅកាន់ព្រះអង្គដើម្បីប្រាប់ព្រះអង្គថាព្រះអង្គ Don't say no to the world and say yes to you សូមព្រះអង្គយាងមកសូមព្រះអង្គសោយរាជ្យលើជីវិតរបស់យើងខ្ញុំលើកទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាតោះចូលរួមទាំងអស់គ្នាដើម្បីចម្រើនក្នុងព្រះអង្គរួមគ្នាផងដែរ